ថ្ងៃនេះចង់ណែនាំអ្វីដែលជាពិសេសសម្រាប់បងប្អូនដែលរកស៊ីនៅក្នុងវិស័យបដិសណ្ឋារកិច្ចនិងទេសចរបាទគឺថាតាក់ទងជាមួយនឹងសន្តាគារផ្ទះសំណាក់កន្លែងកំសាន្តទីតាំងប្រវត្តិសាស្ត្រផ្សេងម្ហូបអាហារផ្សេងបាទគឺសំខាន់មែនតើហើយខ្ញុំធ្លាប់បានជួបជាមួយនឹងបុគ្គលិកឬក៏ម្ចាស់អាជីវកម្មខ្លះក៏អាចស្គាល់ទេបាទនោះគឺ Trip Advisor ម្ចាស់អាជីវកម្មបុគ្គលិកខ្លះក៏អាចស្គាល់អាចដឹងទេបាទ Trip Advisor សំខាន់មែនតើដែលបង្កើតឡើងដោយក្រុមហ៊ុនមួយនៅក្នុងសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ2000បាទហើយគោលបំណងនោះគឺថាសម្រាប់បងប្អូនណាដែលចង់ដើរកម្សាន្តចង់ទៅគេងចង់ទៅហូបអីហ្នឹងទីចូលទៅ search ចូលទៅរកនៅក្នុងបាទ online បាទ platform Trip Advisor ហ្នឹងបាទ Advisor Trip Advisor ហ្នឹងអញ្ចឹងគេរកហើយល្បីមែនតើសម្រាប់ប្រជាជនអាមេរិកសម្រាប់ប្រជាជនអឺរ៉ុបហើយនិងប្រទេសមួយចំនួនហ្នឹងបាទល្បីគេចូលចិត្តទៅមើលដោយសារអីពេលដែលមនុស្សគាត់ទៅដើរលេងគាត់ទៅហូបទៅអីចឹងហើយគាត់ពេញចិត្តគាត់ចូលទៅសរសេរអំពីកន្លែងនោះបាទទីតាំងនោះសេវាកម្មយ៉ាងម៉េចមកហូបអាហារយ៉ាងម៉េចអីចឹងទៅបើសិនជាល្អគេទៅសារបាទគេទៅសារតែមិនល្អទេគេបាទទៅសេមិនល្អពីយើងអីចឹងទៅអញ្ចឹងម្ដងទៀតថាជនជាតិបរទេសគេចូលចិត្តបាទចូលចិត្តទៅមើលនៅ platform នៅ website មួយនឹងច្រើនមែនតើបាទដែលវាសំខាន់ណាស់សម្រាប់បងប្អូនដែលជាម្ចាស់អាជីវកម្មគួរតែដឹងដែរហើយយើងធ្វើម៉េចទៅតែប្រឹងប្រែងសេវាកម្មរបស់យើងឲ្យបានល្អបាទឲ្យបានល្អហើយគួរតែចេះប្រើចេះស្វែងយល់អំពីសារៈសំខាន់នៃ Trip Advisor ដើម្បីជួយដល់អាជីវកម្មយើងបាទយើងមិនអាចរងចាំតែភ្ញៀវគាត់ទៅរកកន្លែងយើងដើរចូលទៅទេឥឡូវនេះបច្ចេកវិទ្យាគេខ្ពស់បាទគេរីកចម្រើនខ្លាំងអញ្ចឹងយើងគួរតែបន្ថែមអ្វីដែលអាចជួយដល់ការរកស៊ីរបស់យើងអញ្ចឹងនេះគឺជាអ្វីដែលខ្ញុំចង់ចែកម្លែកចង់ណែនាំឲ្យបងប្អូនដែលមិនទាន់បានស្គាល់មិនចេះប្រើប្រាស់ Trip Advisor គួរតែចាប់ផ្ដើមប្រើប្រាស់ស្វែងយល់ពីវាដើម្បីជួយដល់អាជីវកម្មរបស់យើងបាទសូមអរគុណ